បាទប្រិមត្តឥឡូវក៏មានករណីចរាចរណ៍មួយនៅតាមបណ្ដោយផ្លូវជាតិលេខ3បាទក្នុងស្រុកកងវិស័យបាទខេត្តកំពង់ស្ពឺបាទនៅវេលាស្មើនេះគឺម៉ោងបាទគឺម៉ោង8:40នាទីហើយបាទដល់ថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025នេះបាទគឺរថយន្ត Highlander បាទបើកមកបុកពីក្រោយគូរថយន្តស៊េរីទំនើបមក Alphard បាទបណ្ដាលឲ្យរថយន្តស៊េរីទំនើប Alphard ខាងលើនេះរងការខូចខាតបាទនៅផ្នែកខាងក្រោយយ៉ាងដំណំតែម្ដងបាទហើយនេះគឺជាស្លាកលេខរថយន្ត Alphard ដែលមានពាក់ស្លាកលេខភ្នំពេញបាទ 2CB បាទ85និង58បាទរងការខូចខាតយ៉ាងដំណំតែម្ដងបាទហើយនេះគឺជាការខូចខាតនៃរថយន្ត Highlander ដែលមានពាក់ស្លាកលេខភ្នំពេញបាទ2AS បាទ05និង57បាទមុនពេលកើតហេតុបើតាមការបញ្ជាក់ពីបងប្រុសដែលជាម្ចាស់រថយន្ត Highlander ក៏បានបញ្ជាក់ថាគឺគាត់ធ្វើដំណើរទិសដៅស្របទិសគ្នាមកដល់ចំណុចកន្លែងកើតហេតុនេះស្របតែអកស្រើជាមួយនឹងរថយន្តមួយគ្រឿងបាទបណ្ដាឲ្យមកបុកជាមួយនឹងរថយន្ត Alphard ពីខាងក្រោយពេញហឹងតែម្ដងហើយភ្លាមនោះភាគីទាំងសងខាងកំពុងតែនៅទីតាំងកើតហេតុនេះកំពុងធ្វើការសម្របសម្រួលគ្នាជុំវិញករណីចរាចរណ៍ខាងលើនេះហើយសូមបញ្ជាក់ថាករណីចរាចរណ៍ខាងលើនេះគឺមិនបង្កមានអ្នកណាម្នាក់រងរបួសទេគ្រាន់តែខូចខាតរថយន្តបាទតាមប៉ូលីសបាទមើលនេះប៉ូលីសគាត់ប្រាប់មិនថានៅស្រុកកងវិស័យនៅកងវិស័យដែរនេះគេដាក់កងវិស័យដែរបាទហើយឥឡូវនេះគឺកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បាទក៏គាត់ចុះមកដល់កន្លែងកើតហេតុដែរកំពុងតែធ្វើការសម្របសម្រួលជាមួយនឹងភាគីទាំងសងខាងបាទហើយរថយន្ត Highlander នេះយើងមិនដឹងថាគាត់មុនពេលកើតហេតុក៏បើកបរក្នុងស្ថានភាពបែបណាទេប្រិមត្តបាទបានជាជ្រុលបុករថយន្ត Alphard ពីខាងក្រោយពេញចំហឹងតែម្ដងលពូតែការសម្របសម្រួលគ្នាយ៉ាងម៉េចទេលពូឥឡូវមកដល់ពេលនេះត្រូវទេចិត្តត្រូវគ្នាលពូខាងណាសងខាងណាលពូអាចដឹងហ៎តាមខ្ញុំមើលHighlander សងAlphard លោកពូមានដឹងថាសងទំហំនៃទឹកប្រាក់ប៉ុន្មានទេលោកពូឥឡូវនេះមិនទាន់ដឹងទេកំពុងចរចាគ្នាតែមួយជំហានដំបូងហ្នឹងគឺខាង Highlander នេះគាត់ជូនសំណងទៅខាង Alphard ប៉ុន្មានហើយលោកពូអត់ទាន់ដឹងទេកំពុងចរចាតម្លៃថ្លៃស្នូសិនបាទលោកពូមានដឹងថាតើខាងរថយន្ត Alphard ទាមទារសំណងទៅលើ Highlander ប្រហែលទេលោកពូតាមទូថាទា2000ទា2000ហើយខាងរថយន្ត Highlander គាត់មានលទ្ធភាពប្រហែលលោកពូមានដឹងទេវាមានបាត់ទៀតតែជុំ1000ជាងក្នុង1000ជាងទេបាទឥឡូវការចរចាគ្នាអត់តន់ត្រូវទេលោកពូណាមកដល់ពេលនេះបាទអត់ត្រូវចាំមកកម្រិតទៀតមកកម្រិតទៀតសិនលោកពូទៀតលោកពូបើសិនជារថយន្តទាំងពីរគ្រឿងនេះចរចាគ្នាមិនត្រូវតែលោកពូយកទៅរក្សាទុកនៅណាដែរលោកពូយកទៅការឋានយកទៅរក្សានៅអធិការឋានស្រុកបទីបាទអរគុណច្រើនលោកពូបាទប្រិមិត្តឥឡូវនេះយើងឃើញហើយបាទថាគឺសមត្ថកិច្ចបាទប៉ុស្តិ៍គឺគាត់កំពុងតែឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាសិនបាទហើយរថយន្ត Alphard នេះគឺខូចខាតនៅផ្នែកខាងក្រោយយ៉ាងដំណំតែម្ដងប្រិមិត្តនេះបាទខូចខាតខ្លាំងមែនទែនបាទហើយនេះគឺជារថយន្ត Highlander បាទចាំមកថាករណីនេះគឺរថយន្តទាំងពីរនេះក៏ធ្វើដំណើរទៅដៅស្របទីគ្នាទេប្រិមិត្តបាទហើយពេលមកដល់ចំណុចទីតាំងកន្លែងកើតហេតុនេះក៏ស្រាប់តែរថយន្ត Highlander មកបុកគូតរថយន្ត Alphard ពីខាងក្រោយពេញចំហឹងតែម្ដងបាទហើយឥឡូវគឺខាងរថយន្ត Alphard ហ្នឹងទាមទារសំណង$2000បាទហើយខាងរថយន្ត Highlander គាត់មានលទ្ធភាពត្រឹមតែ1000តិចតួចទេបាទឥឡូវចរចាមិនដល់ថៃគ្នាទេប្រិមិត្តទីតាំងនៅតាមដងផ្លូវជាតិលេខ3បាទក្នុងទឹកដីស្រុកកងវិស័យខេត្តកំពង់ស្ពឺបាទប្រិមិត្តខ្ញុំសូមបញ្ចប់ការផ្សាយត្រឹមនេះបាទខ្ញុំបាទឆាយរ៉ែនបាទសូមអរគុណនិងសូមគោរពលា